សូមជម្រាបសួរទៅដល់លោកគ្រូទទួលបន្ទុកថ្នាក់នាងខ្ញុំជាគ្រូនិស្សិតមកពីថ្នាក់ KD ឈ្មោះ Helena Ron លេខរៀនទី13ថ្ងៃនេះនាងខ្ញុំមកបកស្រាយអំពីមេរៀនទី3ដែលនិយាយអំពីការវាយតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញានៅក្នុងមេរៀននេះនៅពេលដែលយើងសិក្សាចប់យើងនឹងអាចប្រាប់បានពីប្រភេទតេស្តផ្សេងតាមដែលបានធ្វើឲ្យបានត្រឹមត្រូវទី2គឺការអនុវត្តសំណួរដើម្បីឆ្លើយតបទៅនឹងការសិក្សាតាមកម្រិតBloom taxonomy មានន័យថាកម្រិត Bloom វាមាន6កម្រិតតើយើងគួរប្រើប្រាស់កម្រិតសំណួរមួយណាទៅតាមកម្រិតថ្នាក់សិស្សទៅតាមចំណេះដឹងសិស្សដែលយើងបានជួបប្រទះទី3មានន័យថាយើងអាចជ្រើសរើសតេស្តឬក៏អាចបង្កើតជាតេស្តនៅក្នុងការប្រឡងប្រជែងដែលតាមកម្រិត Bloom ហើយទី4យើងអាចកំណត់លក្ខណៈវិនិច្ឆ័យនៅក្នុងការជ្រើសរើសលទ្ធផលដែលយើងអាចរំពឹងទុកក្រោយការសិក្សាការវាយតម្លៃដែលអាចចាត់ទុកថាចាត់ទុកបានវាចាប់ផ្ដើមអំពីការពិពណ៌នារបស់សម្បទារបស់សិស្សហ្នឹងដែលសិក្សាអំពីការរំពឹងទុករបស់សិស្សនៅក្នុងចំណុចនេះសម្បទាដែលជាលទ្ធផលនេះវាមានការសិក្សាសំយោគច្បាស់នៃលទ្ធផលរំពឹងទុកដែលនិយាយអំពីគោលបំណងវត្ថុបំណងក៏ស្តង់ដារអ្វីដែលសិស្សគួរដឹងដែលអាចធ្វើចេញពីចំណេះដឹងគាត់បានមួយយើងមកនិយាយអំពីការលទ្ធផលនៃការសិក្សាលទ្ធផលនៃការសិក្សានេះយើងអាចមានលក្ខណៈទី1លក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់ទី2ជ្រើសរើសសម្ភារៈឧបទេសឲ្យបានត្រឹមត្រូវទី3ពង្រៀងឬគ្រោងខ្លឹមសារដែលយើងនិយាយបានថាជាកិច្ចតែងការក៏បានទី3យើងមានន័យថាអភិវឌ្ឍដំណើរការនៃការបង្រៀននិងរៀនទី4គឺការរៀបចំតេស្តនិងការប្រឡងចំណុច 1.3 គឺនិយាយអំពីគោលបំណងនៃការអប់រំគឺចង់ឲ្យសិស្សយល់និងឲ្យតម្លៃនៅលើចំណេះដឹងវិទ្យាសាស្ត្រទី2រៀនគិតនិងសិក្សាដោយឯករាជ្យទី3ក្លាយជាពលរដ្ឋល្អទី4នឹងលើកកម្ពស់បំណិនទំនាក់ទំនងជាដើមហើយវត្ថុបំណងនៅក្នុងការអប់រំទី1គឺយើងអាចសង្ខេបគំនិតសំខាន់នៃអត្ថបទអានសរសេរចំណងជើងនៃអត្ថបទអានពន្យល់ដំណើរការរស្មីសំយោគជាដើមចុះមកដល់ចំណុច 1.6 តើវត្ថុបំណងនៃការបង្រៀនគឺជាអ្វីវត្ថុបំណងនៃការបង្រៀនគឺជាអ្វីដែលគ្រូរំពឹងទុកគឺជាអ្វីដែលគ្រូគ្រោងទុកនៅក្នុងការបង្រៀនមានតែមុនការបង្រៀនតើគ្រូកំណត់វត្ថុបំណងថាតើយើងនឹងបង្រៀនឲ្យទទួលបានលទ្ធផលប្រមាណភាគរយនេះយើងត្រូវវាស់វែងឬក៏យើងនៅពេលដែលយើងអនុវត្តចប់យើងចង់ឲ្យសិស្សហ្នឹងចេះបានប្រមាណភាគរយទទួលបានចំណេះដឹងប្រមាណភាគរយនៃមេរៀនដែលយើងបរៀនហ្នឹងនេះគឺជាវត្ថុបំណងនៃការបង្រៀនមកដល់ចំណុចទី2គឺនិយាយអំពីប្រភេទនៃការវិតម្លៃក្នុងថ្នាក់រៀនវាមានច្រើនប្រភេទយើងអាចធ្វើជាសំណួរពហុចម្លើយជ្រើសរើសមួយទៀតគឺសំណួរពហុចម្លើយជ្រើសរើសបែបគូផ្គងបែបសំណួរខ្លីៗអានេះគឺជាប្រភេទនៃការវាយតម្លៃដែរមានន័យយើងអាចប្រើសំណួរបែបហ្នឹងដើម្បីវាយតម្លៃការសិក្សារបស់សិស្សបានពាក់ព័ន្ធមួយប្រភេទនៃការវាយតម្លៃនេះដែរបើសិនជាយើងធ្វើបែងចែកគឺយើងបែងចែកទី1ផលិតកម្មឬស្នាដៃវាពាក់ព័ន្ធជាមួយការសេការងារគម្រោងការតែងកំណត់ផ្សេងពាក់ព័ន្ធមួយការសេទី2គឺពាក់ព័ន្ធជាមួយ skill បំណិនណាមានតែការថ្លែងសង្កត់កថាឬក៏ការបង្ហាញការអានរឿងល្ខោនទាំងអស់នេះក៏អាចចូលរួមចំណែកនៅក្នុងការវិតម្លៃរបស់គ្រូងាយស្រួលដែលឲ្យគ្រូវិតម្លៃទៅលើសិស្សដែរមួយទៀតការសួរផ្ទាល់មាត់ក៏ជាវិធីសាស្ត្រក្នុងការវិតម្លៃរបស់គ្រូដែលចុងក្រោយមានមួយទៀតគឺការអង្កេតរបស់គ្រូមានតែគ្រូយើងចាប់ផ្ដើមអង្កេតសិស្សដោយខ្លួនផ្ទាល់ចាប់ផ្ដើមអង្កេតតើសិស្សមួយណាគាត់អាចយល់បានប្រមាណភាគរយយើងអាចវិតម្លៃបានកម្រិតណាទៅតាមការគិតឬក៏ការសង្កេតរបស់គ្រូផ្ទាល់ចំណុចបន្ទាប់មកទៀតគឺចំណុចទី4ដែលនិយាយអំពីទ្រឹស្ដី Bloom ផ្នែកពុទ្ធិចាទ្រឹស្ដី Bloom នេះវាមានកម្រិត
តាមកម្រិតរបស់វាទី1កម្រិតចាំទី2កម្រិតយល់ទី3កម្រិតអនុវត្តនិងទី4កម្រិតវិភាគទី5កម្រិតវេតម្លៃទី6កម្រិតបង្កើតថ្មីកម្រិតទាំង6នេះគឺជាកម្រិតនៃការប្រើប្រាស់សំណួរឬក៏ប្រើប្រាស់តេស្តនៅក្នុងការបង្រៀនមានន័យថាឲ្យវាជួយដល់លោកគ្រូអ្នកគ្រូនៅក្នុងការបង្រៀននៅក្នុងការបង្កើតតេស្តឬក៏បង្កើតជាសំណួរដើម្បីសួរទៅសិស្សចំណុចបន្ទាប់ទៀតគឺនិយាយអំពីលទ្ធផលរំពឹងទុកនៅក្នុងការសិក្សាមួយពេលមានន័យថាក្នុងការសិក្សារយៈពេលខ្លីដែលការសិក្សាមួយពេលឬក៏រយៈពេលខ្លីហ្នឹងទី1វាមាននិយាយអំពីលក្ខណៈវិនិច្ឆ័យក្នុងនោះរួមមានចំណេះដឹងការយល់និងការផ្ដល់ហេតុផលតទៅទៀតយើងមកស្គាល់អំពីលក្ខណៈវិនិច្ឆ័យនៅក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលរបស់អ្នកសិក្សាចា៎សូមអរគុណលោកគ្រូ